មានដឹកនាំគណៈបកប្រជាជនថៃនិងគណៈបកយុតិធធរបស់ថៃបានចាត់ទុកការប្រើប្រាស់សម្លេងរំខានរបស់បុគ្គលចោមផាឡាំងគឺជាទម្រង់នៃការបំផិតបំភ័យយាយីផ្លូវចិត្តប្រជាពលរដ្ឋកម្ពុជាតាមការផ្សាយរបស់កាសែតថៃ The Council ជាភាសាអង់គ្លេសប្រធានគណៈបកប្រជាជនថៃនិងគណៈបកយុតិធធថៃបានចេញមកទទួលស្គាល់ជាបន្តបន្ទាប់នេះថាការប្រើប្រាស់សម្លេងរំខានឆ្កែលូខ្មោចលងនិងយន្តហោះចម្បាំងរួមនឹងសកម្មភាពបន្លាចរំខានផ្សេងៗទៀតរបស់បុគ្គលចោមផាឡាំងដែលជា MMO ដ៏របីរបស់ថៃគឺជាទម្រង់នៃការបំផិតបំភ័យនិងយាយីផ្លូវចិត្តប្រជាជនកម្ពុជាពិសេសកុមារមនុស្សចាស់និងស្ត្រីទើបឆ្លងទន្លេនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅក្នុងភូមិបាននងយ៉ាកែវនិងបាននងច័ន្ទរបស់ថៃហើយកម្ពុជាគឺភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យក្រៅពីការរិះគន់ខ្លាំងៗទៅចោមផាឡាំងពួកគេក៏បានចាត់ទុកសកម្មភាពចាក់សម្លេងរំខាននេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលប្រឆាំងនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិក៏ដូចជាច្បាប់របស់ប្រទេសថៃដែលការនេះបានធ្វើឲ្យប្រទេសថៃរងភាពអាម៉ាស់មុខយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិសូមជម្រាបថានេះគឺជាប្រតិកម្មថ្មីបន្ថែមនៅក្នុងសង្គមថៃដែលបានចេញមកជាបន្តបន្ទាប់បង្ហាញការមិនពេញចិត្តចំពោះរដ្ឋាភិបាលពិសេសនាយករដ្ឋមន្ត្រីថៃលោកអនុទានច័ន្ទវីរៈគុលនិងយោធាថៃនៃយុទ្ធភូមិភាគទី1ដែលជាអ្នកនៅពីក្រោយរួមជាមួយនឹងក្រុមជាតិនិយមថៃដែលខົບខិតសុំកលុំបណ្ដែតបណ្ដោយឲ្យបុគ្គលចោមផាឡាំងធ្វើសកម្មភាពដោយកូនក្មេងធ្វើឲ្យថៃរងភាពអាម៉ាស់ជាខ្លាំងសូមជម្រាបថាថ្មីនេះមានសមាជិកសភាថៃដែលជាអ្នកកាន់សាសនាមូស្លីមដ៏ធំនៅខេត្តប៉ាតនីគឺលោកជំទាវអង្គកាណានីឡាបៃចិត្តនិងឧត្តមមន្ត្រីនៃការិយាល័យមហាអាយកាប្រទេសថៃនិងលោកស៊ូណៃប៉ាស៊ូទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រទេសថៃរួមនឹងអ្នកកាសែតជើងចាស់ថៃខៅសុតផងដែរបានរិះគន់ចំពោះការចាក់សម្លេងរំខានមកលើពលរដ្ឋខ្មែរនៅភូមិជោគជ័យភូមិព្រៃច័ន្ទនៃបណ្ដោយព្រំដែនកម្ពុជាថៃនេះ